តើអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ទេថាយើងធ្វើយ៉ាងម៉េចទៅដើម្បីឲ្យយើងដឹងថាថ្លើមរបស់យើងកំពុងតែមានបញ្ហាហើយទាំងអស់នេះគឺជាសញ្ញាដែលបញ្ជាក់ថាថ្លើមរបស់យើងកំពុងតែខូចថ្លើមគឺជាសរីរាង្គមួយដ៏សំខាន់បំផុតនៅក្នុងរាងកាយរបស់យើងហើយបើសិនជាថ្លើមរបស់យើងខូចក្នុងខ្លួនរបស់យើងប្រកាសជាមិនដំណើរការទេដែលមុខងាររបស់ថ្លើមនោះគឺការជួយច្រោះជាតិពុលក៏ដូចជាធ្វើឲ្យក្នុងខ្លួនរបស់យើងគ្មានជាតិពុលនិងជាជំនួយដល់ប្រព័ន្ធរំលាយអាហាររបស់យើងទោះជាយ៉ាងណាក៏ដោយមានមនុស្សជាច្រើននៅប្រទេសកម្ពុជាគឺប្រឈមមុខទៅនឹងបញ្ហាថ្លើមផ្សេងៗដោយសារតែការទទួលទានរបបអាហារមិនល្អឬក៏ការផឹកស្រាដូចជាជំងឺរលាកថ្លើមប្រភេទ B ដែលជារឿងធម្មតាហើយនៅក្នុងតំបន់អាស៊ីយើងទី1ចក្ខុវិស័យនៅពេលយប់ខ្សោយចក្ខុវិស័យគឺជាភ្នែកដែលបើសិនជាយើងមើលមិនឃើញច្បាស់នៅពេលយប់គឺអាចមកពីបញ្ហាថ្លើមរបស់យើងពីព្រោះភ្នែកមនុស្សទូទៅគឺមើលឃើញច្បាស់ការមើលមិនឃើញច្បាស់នោះក៏ដូចជាការមើលទៅយើងឃើញដូចសពិចសពិលយើងមើលទៅវាមិនច្បាស់ដូចភ្នែកធម្មតានោះគឺបណ្ដាលមកពីបញ្ហាថ្លើមទី2ទិដ្ឋភាពលាមកស្លេកប្រសិនបើលាមកយើងមានពណ៌ស្លេកឬក៏ពណ៌ដូចដីឥដ្ឋនោះបញ្ជាក់ថាថ្លើមរបស់យើងមិនបានផលិតទឹកប្រមាត់គ្រប់គ្រាន់ដែលជួយក្នុងការរំលាយអាហារនិងធ្វើឲ្យលាមករបស់យើងមានពណ៌ត្នោតទី3ទិដ្ឋភាពជើងស្ដាំហើមបើសិនជានៅសុកជើងខាងស្ដាំរបស់យើងហើមគឺអាចមកពីបញ្ហាថ្លើមទី4ការរីកលូតលាស់ត្របកភ្នែកពណ៌សការលូតលាស់ពណ៌សឬក៏លឿងនៅលើត្របកភ្នែកត្រូវបានគេសម្គាល់ថាជាបញ្ហាពីការឡើងខ្លាញ់នៅក្នុងថ្លើមដែលជារឿយជាសភាពនៃការមិនដំណើរការនៃថ្លើមទី5មានការឈឺពោះផ្នែកខាងស្ដាំនៅពេលខ្លះយើងធ្លាប់មានអារម្មណ៍ថាដូចជារាងឈឺចុកពោះប៉ុន្តែវាឈឺតែមួយជំហានចានេះក៏អាចជាបណ្ដាលមកពីបញ្ហាថ្លើមផងដែរទី6គឺទាក់ទងទៅនឹងចំណុចពណ៌ក្រហមឬក៏ពណ៌ស្វាយដែលយើងឃើញនៅលើស្បែករបស់យើងបើសិនជានៅសុកយើងឃើញសរសៃពណ៌ស្វាយឬក៏ពណ៌ក្រហមបានផុសចេញមកនេះអាចជាបញ្ហាដែលបណ្ដាលមកពីថ្លើមរបស់យើងកំពុងតែខូចការខូចខាតថ្លើមគឺអាចបណ្ដាលឲ្យមានស្នាមជាំនៅលើស្បែករបស់យើងដែលយើងអាចឃើញវាមានពណ៌ស្វាយហើយនិងពណ៌ក្រហមទី7ការមើលឃើញកែងជើងប្រេះជាធម្មតាគឺមានមនុស្សខ្លះគាត់មានកែងជើងទន់ហើយអ្នកខ្លះទៀតក៏មានកែងជើងរឹងប៉ុន្តែអ្វីមួយទៀតនោះដែលយើងគួរតែកត់សម្គាល់គឺកែងជើងប្រេះបើសិនជាយើងសង្កេតមើលថាឃើញកែងជើងរបស់យើងប្រេះច្រើននេះអាចជាបញ្ហាមកពីថ្លើមទី8រមាស់ដៃនិងជើងដែលមើលមិនឃើញប្រសិនបើយើងមានការរមាស់ដៃជាពិសេសគឺបាតដៃយើងឃើញថាវាមិនមានរឿងអ្វីកើតឡើងទេដែលយើងមិនអាចមើលឃើញប៉ុន្តែយើងរមាស់ទី9ក្រចកមានពណ៌សទឹកដោះគោដែលកញ្ចក់ធម្មតាគឺវាមិនមានផ្កានោះទេប៉ុន្តែបើយើងឃើញមានដុសផ្កាកញ្ចក់ដៃមកនេះហើយជារោគសញ្ញាដែលទាក់ទងទៅនឹងថ្លើមរបស់យើងហើយមួយទៀតទាក់ទងទៅនឹងបញ្ហាកញ្ចក់នេះគឺក្រចកនោះគឺមានលក្ខណៈថាវាប៉ោងវាមិនជាប់ជាមួយនឹងស្បែករបស់យើងហើយវាឡើងពណ៌សហើយយើងទាំងអស់គ្នាគួរតែប្រុងប្រយ័ត្នទី10គឺទិដ្ឋភាពរបស់ពណ៌ទឹកនោមយើងធ្លាប់ចាប់អារម្មណ៍អត់នៅពេលដែលយើងចូលទៅបត់ជើងតូចយើងអាចពិនិត្យមើលពណ៌ទឹកនោមរបស់យើងថាតើពណ៌ទឹកនោមរបស់យើងនឹងវាមានពណ៌រាងកម្មៅឬក៏អត់ថ្លើមគឺធ្វើការចម្រោះជាតិពុលហើយការច្រោះទាំងអស់នោះក៏អាចទៅតាមរយៈទឹកនោមក៏ដូចជាញើសអ្វីផ្សេងទៀតទី11ការមើលឃើញស្បែកលឿងស្បែកដែលធម្មតាគឺជាស្បែកដែលមិនលឿងខ្លាំងប៉ុន្តែបើកាលណាយើងឃើញថាស្បែករបស់យើងមានពណ៌លឿងខ្លាំងខុសពីធម្មតានោះក៏អាចជារោគសញ្ញាដែលបង្ហាញថាថ្លើមរបស់យើងកំពុងតែមានបញ្ហាទី12សរសៃឈាមតូចដែលយើងមើលមិនឃើញសរសៃឈាមតូចដែលលេចឡើងនៅជិតផ្ទៃស្បែកអាចនឹងកើតមានឡើងនៅពេលដែលថ្លើមរបស់យើងចម្រោះជាតិពុលមិនបានស្អាតដែលធ្វើឲ្យស្បែករបស់យើងមានឡើងសរសៃតូចដែលធ្វើឲ្យសម្ពាធកើនឡើងនៅក្នុងសរសៃឈាមរបស់អ្នកចា៎នេះគឺជារោគសញ្ញាទាំង12ដែលយើងអាចបញ្
បញ្ជាក់ថាយើងមានបញ្ហាថ្លើមបើសិនជាអ្នកទាំងអស់គ្នាមានបញ្ហាធ្ងន់ធ្ងរអ្នកទាំងអស់គ្នាអាចទៅជួបលោកគ្រូពេទ្យដើម្បីពិនិត្យថ្លើមនាងខ្ញុំសូមអរគុណសូមជម្រាបលា